គាត់មិនមែនជាមនុស្សធម្មតាទេគាត់គឺជាមនុស្សពិសេសនេះគឺជាជើងឯកពិភពលោកដែលបានក្លាយជាវត្ថុអនុស្សាវរីយ៍របស់យូតគឿនស៊ឺសម្រាប់លោក Jose Mourinho វាគឺជាចំណុចចាប់ផ្ដើមនៃរឿងព្រេងនិទានកីឡាករបាល់បោះម្នាក់ដែលផ្ដោតលើរឿងសំខាន់គាត់គឺជាអ្នកឈ្នះដែលបានឈ្នះជារៀងរាល់សប្តាហ៍ប៉ុន្តែសប្តាហ៍ថ្ងៃនេះនៅក្នុងពិភពបាល់ទាត់ដែលមិនដែលឈប់ផ្លាស់ប្ដូរតើ The Special On នេះនៅតែពិសេសមែនទេថ្ងៃនេះខ្ញុំចង់បង្ហាញជូនលោកអ្នកនៅម៉ាកនេះរបស់ The Special On ស្ទតាំងនៃពេលវេលាមុននឹងស្ដាប់ឃ្លីបនេះដូចសពមួយដងខ្ញុំចង់ចែករំលែកឃ្លីបនេះជាមួយអ្នកគាំទ្របាល់ទាត់អ្នកគាំទ្របាល់ទាត់មិនដែលឈប់មើលវីដេអូឃ្លីបនេះទេប្រសិនបើអ្នកមិនជឿខ្ញុំទេអ្នកអាចមើលវីដេអូឃ្លីបនេះនៅលើ Channel របស់ខ្ញុំជារៀងរាល់ថ្ងៃខ្ញុំក៏មានវីដេអូឃ្លីបខ្លីមួយនិងវីដេអូឃ្លីបចុងក្រោយសម្រាប់អ្នកផងដែរប្រសិនបើអ្នកជាអ្នកគាំទ្របាល់ទាត់អ្នកអាចមើលវីដេអូឃ្លីបនេះបានពេលខ្លះផ្លូវនៃជីវិតរបស់យើងគឺជាចំណុចចាប់ផ្ដើមឥឡូវនេះលោក Jose Mourinho ដែលជាកីឡាករយអដខឿនស៊ឺម្នាក់ក្នុងចំណោមកីឡាករឆ្នាំនៃសតវត្សរ៍នេះទើបតែត្រឡប់មកធ្វើការជាអ្នកចាត់ការក្រុមវិញជាមួយក្រុម Benfica ក្នុងប្រទេសប៉ូទុយហ្គាល់ក្រុមនេះគឺជាក្រុមដំបូងគេក្នុងជីវិតរបស់គាត់ដែលធ្វើការជាគ្រូបង្វឹកត្រឡប់ទៅពិនិត្យឡើងវិញនៅចំណុចដំបូងនៃការងារដែលបានចាប់ផ្ដើមនៅកណ្ដាលពិភពបាល់ទាត់ដែលខ្ញុំដឹកនាំប៉ុន្មានថ្ងៃកន្លងមកនេះបានធ្វើឲ្យហ្គេមភាពយន្តមិនអាចបញ្ឈប់បានមនុស្សមួយចំនួននិយាយថាសភាពគុតិបាល់ទាត់របស់លោក Mourinho គឺចាស់ហើយសំណួរគឺថាតើវាពិតជាដូច្នោះមែនឬបន្ទាប់ពីគាត់មិនសូវទទួលបានជោគជ័យមិនសូវជាជើងឯកតើវាដោយសារតែបាល់ទាត់ហួសសម័យរបស់គាត់មែនទេដោយដែលមនុស្សនិយាយយឺអត់ផ្លូវរបស់គាត់ជាគ្រូបង្វឹកបានចាប់ផ្ដើមជាមួយនឹងការលាលែងពីតំណែងគាត់បានឈប់ពីការងារធម្មតារបស់គាត់ជាគ្រូបង្វឹកដើម្បីដើរតាមក្តីស្រមៃរបស់គាត់បានចាប់ផ្ដើមជាគ្រូបង្វឹកសម្រាប់ក្រុមយុវជន Victoria Setúbal ហើយបានមកធ្វើការជាជំនួយការគ្រូបង្វឹកនៅ Estrela de Amadora បន្ទាប់ពីនោះគាត់បានមកធ្វើការជាអ្នកមើលឆ្មានៅ Orleans មិនយូរប៉ុន្មានឱកាសក៏បានមកដល់នៅឆ្នាំ1992ក្លឹប Sporting Lisbon ត្រូវបានតែងតាំងដោយលោក Bobby Robson គាត់បានមកធ្វើការជាអ្នកមើលឆ្មាគាត់បានស្វែងរកគ្រូបង្វឹកម្នាក់ដែលអាចនិយាយភាសាអង់គ្លេសបានហើយបានក្លាយជាអ្នកមើលឆ្មាដែលជាឱកាសមួយសម្រាប់ Mourinho ដើម្បីរៀនពីគ្រូបង្វឹកកម្ពុជាធ្វើការជាអ្នកមើលឆ្មាសម្រាប់ Robson នៅពេលដែលគាត់បានបោកប្រយុទ្ធសាស្ត្រពាក្យបញ្ជាអ្វីគ្រប់យ៉ាងដែលគាត់បាននិយាយទៅកាន់អ្នកទាត់ Mourinho មានជំនាញរបស់គ្រូបង្វឹកហើយនៅពេលដែល Robson ត្រូវបានបណ្ដេញចេញពីទីក្រុង Lisbon ហើយបានទៅគ្រប់គ្រង Porto Mourinho នៅតែដើរតាមគាត់ដើម្បីធ្វើការជាអ្នកមើលឆ្មាលោកសានទទួលបានជោគជ័យយ៉ាងខ្លាំង Mourinho បានរៀនសូត្រច្រើនណាស់សូម្បីតែពេលគាត់ផ្លាស់ទៅ Barcelona ក៏ដោយ Mourinho នៅតែដើរតាមគាត់ពីព្រោះគាត់អាចនិយាយបានច្រើនភាសារួមទាំងភាសាអេស្ប៉ាញផងដែរគាត់បានក្លាយជាសមាជិកក្រុមដ៏សំខាន់ម្នាក់សម្រាប់ Robson គាត់បានផ្ដល់ដំបូន្មានដល់អ្នកទាត់នៅក្នុងក្រុមនីមួយ Mourinho និង Robson បានធ្វើការជាមួយគ្នាយ៉ាងល្អពេល Robson ធ្វើខុសពេលចាញ់ការប្រកួត Mourinho ពូកែខាងនេះណាស់គាត់បានរៀបចំផែនការហ្វឹកហាត់នៅពេលដែល Robson ចាក់ចេញ Mourinho ត្រូវបានក្លឹប Barcelona ដកខ្លួនចេញដើម្បីបន្តធ្វើការគាត់បានរៀនពី Robson បានឃើញសក្តានុពលរបស់ Mourinho គាត់គួរតែលើសពីជំនួយការគាត់បានផ្ដល់ឱកាសឲ្យ Mourinho គ្រប់គ្រងក្រុម Barcelona និងគ្រប់គ្រងក្រុមធំគាត់បានរៀបចំផែនការហ្វឹកហាត់និងបានកែម្អរចនាប័ទ្មរបស់គាត់នៅឆ្នាំ2000 Benfica បានតាក់ទង Robson ដោយចង់ឲ្យ Mourinho ធ្វើការជាជំនួយការលោកសានបានផ្ដល់ដំបូន្មានដល់គាត់ប្រសិនបើលោកសានចង់ធ្វើការជាជំនួយការគាត់គួរតែគ្រប់គ្រងក្រុមធំ Mourinho បានដើរតាមគាត់ហើយទទួលបានការងារមួយគាត់បានគ្រប់គ្រងក្រុមធំរបស់ Benfica ជំនួសឲ្យ De Henrix ទោះបីជា Robson បានធ្វើការងារបានល្អក៏ដោយគាត់បានចាក់ចេញពីក្រុមដោយសារតែ Benfica បានផ្លាស់ប្ដូរគ្រូបង្វឹកថ្មីមានបុគ្គលិកផ្ទាល់ខ្លួនដូច្នេះ Robson បានអនុញ្ញាតឲ្យ Mourinho ចាក់ចេញលោក Robson បានទទួលស្គាល់ថាវាជាការសម្រេចចិត្តខុសហើយគាត់មានអារម្មណ៍សោកស្ដាយចំពោះលោក Mourinho លោក Mourinho ទទួលបានការងារថ្មីជាមួយ União de Lille នៅពេលនោះ União គឺជាក្រុមកំពូលទាំង4ពិន្ទុគឺជិតនឹង Benfica និង Porto គាត់បានគ្រប់គ្រងក្រុមបានល្អគាត់បានលេង8ប្រកួតក្នុងលីកគាត់បានឈ្នះ6ប្រកួតភាពជោគជ័យរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមធំគាត់មានឱកាសគ្រប់គ្រងក្រុមបានតែពាក់កណ្ដាលប៉ុណ្ណោះប៉ុន្តែ Porto បានរារាំងគាត់បានមកគ្រប់គ្រង Porto ក្នុងឆ្នាំ2002នៅពេលនោះក្រុមនេះស្ថិតនៅលំដាប់ទី5នៅទីបំផុត Mourinho បាននាំក្រុមនេះទៅចំណាត់ថ្នាក់ទី3ដោយមានទំនុកចិត្តថាគាត់នឹងក្លាយជាជើងឯកហើយគាត់ពិតជាបានធ្វើវាមែននៅរដូវកាលបន្ទាប់ក្នុងឆ្នាំ2002-2003 Porto គឺជាជើងឯកដោយមានជ័យជំនះ27លើកស្មើ5លើកនិងចាញ់2លើកគាត់ជាប់ចំណាត់ថ្នាក់លេខ2នៅ Benfica គាត់បានអនុញ្ញាតឲ្យខ្លួនឯងរកបាន11ពិន្ទុនៅពេលនោះគាត់ជាម្ចាស់ជើងឯកគាត់បានឈ្នះក្រុម União ហើយគាត់គឺជាជើងឯកនៃពានរង្វាន់ UEFA Cup បន្ទាប់ពីបានយកឈ្នះក្រុម Celtic រហូតដល់គាត់បានបង្កើតប្រវត្តិសាស្ត្រដែលនាំក្រុមទៅរកភាពជោគជ័យដោយក្លាយជាជើងឯកធំ3លើកដំបូងរបស់លោក Mourinho និង Inter Milan បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងគាត់បានសម្រេចចិត្តចាកចេញពីក្រុមហើយឆ្លៀតឱកាសទៅទីក្រុង Madrid នៅទីនេះគាត់មានកីឡាករលំដាប់កំពូលជាច្រើនប៉ុន្តែរចនាប័ទ្មរបស់គាត់មិនដូចគ្នាទេទោះជាយ៉ាងណាក៏ដោយ
ជាមួយនឹងកម្រិតភាពជាអ្នកដឹកនាំនិងរចនាប័ទ្មនៃការខិតខំប្រឹងប្រែងគាត់បានធ្វើឲ្យក្រុមលេងហ្គេមបានត្រឹមត្រូវ Cristiano Ronaldo, Ansel Di Maria, Mesut Ozil និងជាច្រើនទៀតប៉ុន្តែការងារគឺពិបាកជាងvìដែលអ្នកគិត Barcelona មានពីបជាអ្នកចាំទីខ្លាយជាចំណុចកណ្ដាលនៃក្រុមសូម្បីតែគាត់ក៏អាចជាជើងឯក La Liga និង Copa del Rey ជាមួយនឹងកំណត់ត្រាសុទ្ធបញ្ចូលទីបាន107គ្រាប់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប៉ុន្តែអ្វីដែលក្រុមចង់បានបំផុតដូចជា UEFA Champions League មិនបានកើតឡើងទេចូលយើងបន្តទៅរដូវកាលទី3អាត្មារបស់គាត់និងកីឡាករបានប៉ះទង្គិចគ្នាពាក្យចាំអារ៉ាមអំពីបញ្ហានៅក្នុងបន្ទប់ស្លៀកពាក់បានចាប់ផ្ដើមរីករាលដាលមានពាក្យចាំអារ៉ាមថាគាត់និង Sergio Ramos និង Iker Casillas មានទំនាក់ទំនងមិនល្អហើយវាអាក្រក់ឡើងណាស់សូម្បីតែគាត់ចង់លេងនៅ Copa del Rey ក្នុងឆ្នាំ2013ប៉ុន្តែគាត់មិនអាចធ្វើបានទេហើយនោះជារដូវកាលចុងក្រោយរបស់គាត់នៅ Bernabeu នៅពេលដែលគាត់ទំនេរ Chelsea បានហៅគាត់ត្រឡប់មកវិញហើយនៅក្នុងខែមិថុនាឆ្នាំ2013 Chelsea បានតែងតាំង Mourinho ជាអ្នកចាត់ការទូទៅគាត់បានត្រឡប់មកវិញក្នុងនាមជាកីឡាករដ៏សំខាន់ម្នាក់ហើយបានដឹកនាំក្រុមឲ្យឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ2014 2015គាត់បានទទួលក្តីស្រឡាញ់ជាច្រើនបន្ទាប់ពីដឹកនាំក្រុមឲ្យទទួលបានជោគជ័យប៉ុន្តែរឿងជាច្រើនមិនដូចគ្នាទេនៅពេលដែលគាត់នៅរដូវកាលទី3សូម្បីតែគាត់ទើបតែចុះកិច្ចសន្យាជាមួយក្រុមក៏ដោយប៉ុន្តែលទ្ធផលនៃរដូវកាលដំបូងគឺអាក្រក់គាត់រកបានត្រឹមតែ11គ្រាប់ក្នុងចំណោម12គ្រាប់គាត់មានបញ្ហាជាមួយ Yves Canelo ដែលជាគ្រូពេទ្យស្រីដែលធ្វើឲ្យបរិយាកាសក្នុងក្រុមមើលទៅមិនល្អគាត់បានចែកផ្លូវជាមួយ Chelsea ក្នុងខែធ្នូឆ្នាំ2015ដោយចាញ់9គ្រាប់ក្នុងចំណោម16គ្រាប់ក្នុង Premier League Mourinho បានបោះជំហានម្ដងទៀតលើកនេះ Manchester United ដែលចង់បានគាត់ជាកីឡាករបំរុងបំណងប្រាថ្នារបស់ Mourinho ក្នុងការធ្វើការនៅទីនេះគឺជាហេតុផលមួយដែលគាត់ទទួលបានក្តីស្រឡាញ់ជាច្រើនហើយការដឹកនាំក្រុមឲ្យទទួលបានជោគជ័យគឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងរដូវកាលដំបូង Mourinho ត្រូវបានដឹកនាំដោយ Pogba និង Zlatan Ibrahimovic ហើយទោះបីជាវាពិបាកក្នុងការត្រឡប់ទៅលីកវិញក៏ដោយគាត់បានដឹកនាំក្រុមឲ្យឈ្នះពានរង្វាន់ Europa League ដែលជាលើកដំបូងសម្រាប់ក្រុម Red Devils ក្នុងរដូវកាលទី2 Mourinho មានក្រុមដ៏អស្ចារ្យមួយប៉ុន្តែវាមិនងាយស្រួលទេដែលក្រុមបានចាញ់ Europa League ដែលជាវគ្គ15មួយក្រុមចុងក្រោយហើយពួកគេត្រូវបានគេរិះគន់យ៉ាងខ្លាំងហើយពួកគេបានចាញ់ Chelsea ក្នុងពានរង្វាន់ FA Cup ហើយទោះបីជាពួកគេបានព្យាយាមឈ្នះលីកក៏ដោយក៏ពួកគេនៅឆ្ងាយពីពានរង្វាន់នៅរដូវកាលទី3 Manchester United មិនបានគាំទ្រពួកគេដើម្បីកែមកក្រុមទេហើយលទ្ធផលនៃរដូវកាលដំបូងគឺអាក្រក់ពួកគេមានបញ្ហាជាមួយអ្នកទាត់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ហើយពួកគេបានចាញ់ Liverpool ហើយលទ្ធផលគឺអាក្រក់ហើយពួកគេបានចាញ់ Liverpool